bạn chẳng chụp bộ muối xin tay kim mỹ nhưng cho đào mình thì biết cứ cả ta che hạt bò là bươn ra tất kém bạn làm sao cứ cả ta xin tích nó không nút cứ lực ru lực dọc vì chúng nó cứ cả ta tụm hụt bể lật nên cả ta on cái thiết practical bạn chân lực ru một đường cho mình mấy số một lực mấy điên tìm mũi ta vậy tới chi protocam kỳ mỹ thì pi ta xin tay kỳ mỹ sắc xa ẩm bì ở vậy bịa thập protocam kỳ mỹ bên này đôi nách chẳng chậm lại cứ protocam kỳ mỹ cứ chỉ cá bác từng cái đầu quyền phía là pi được chán lại nó mọi miền cả vài bạn sầm pon kỳ mỹ chắc nâng bằng card bạn chi sầm pon kỳ mỹ mày còn anh chậm lại đi vô lại tế đi chỉ mình đi tra mọi thứ thì pi xin tay kim mỹ cứ sắc xa pi là bươn này protocam và nâng cả ta thành lại nè đại thưa oi là bươn protocam miền cả phải pruol chẳng bệ ta xin tay cứ sắc xa pi là bươn ta protocam nó dứt lướn rồi gọi là ha hơi cả ta vậy class đại thưa oi protocam thành nút ai phải pruol bàn chân làm xa ngày đi lực lực được 7 chấm nói thì mỗi cứ cả ta xin tay thì pi cứ cận đi là tí pi là tí bấy nó cứ chiều mù là hai cứ gọi chi cận ta xin tách đại thôi mình cả phải bự bắt được cảm hơi mà cứ tìm mỗi cứ tầm vùng phải là tí pi cứ còn hấp ông thiệt tại cỏ chẳng vật thông đó này bề điện đi tìm mỗi cứ đi propi cả ta đã chạy tập pol đó là bươn protocam miền đôi chia tầm vùng phải ắt còn hấp đam để ông thiệt có tam là dạ ca một sum đủ bàn trầm trời thì bí cứ bỏ sai gạch tạm xem đã chạy tập bol từ đó là bươn nâng tam giả cao bom phóng sầm đồ bàn trầm trầu chi yếm thì bấy chi yếm tam nan đừng đọc sai caผมvô lần làm xa chơi sầm nua đã kêu bàn đã đời smart này trong cái giật nâng dục chặt tục nặng phục ta cả ta xin tính từ đây từng cách cứ bắt đầu sụp khán tổ lỡ thì muối cứ là bươn protocam asrai tổ lỡ ca từng cách rổ bóp hệ là ông thiệt chân lại ní bạn của người chọn mình chạy cứ cột ca từng cây từng mình men sắp tay bằng card protocam nút tê chấn ca từng cây rồi viên xa thiệt kimi a bឬក៏អង្គធាតុណាមួយគឺមិនប្រកាសថាទាំងកិច្ចនោះបានការដែលអាចបង្កើតបានជាផលិតផលនោះទេបាទតើការទាំងកិច្ចដោយត្រូវសន្តាននិងធម្មពលគ្រប់គ្រាន់ទើបបង្កើតបានជាផលិតផលចឹងចំណុចនេះហើយគេហៅថាតុងកិច្ចប្រសិទ្ធនោះមានន័យថាតុងកិច្ចបានការតុងកិច្ចបង្កើតបានជាផលិតផលអញ្ចឹងបើតុងកិច្ចមិនបង្កើតបានជាផលិតផលឬតុងកិច្ចអត់ប្រយោជន៍អត់បានការនោះគេហៅថាតុងកិច្ចមិនប្រសិទ្ធតើដូចដែលថាកត្តាស៊ីនតេគីមីគឺជាកត្តាទាំងឡាយណាដែលធ្វើឲ្យល្បឿននៃប្រតិកម្មមានការប្រែប្រួលបានចឹងកត្តាស៊ីនតេកយើងគឺមាន5ចំណុចទី1គឺកត្តាទំហំភាគល្អិតទី2គឺកត្តាកំហាប់អង្គធាតុប្រតិកោទី3កត្តាសីតុណ្ហភាពទី4កត្តាសម្ពាធទី5កត្តាលីកអញ្ចឹងលោកគ្រូសូមលើកចូលយកចំណុចទី1គឺកត្តានៃទំហំភាគល្អិតកត្តានៃទំហំភាគល្អិតជះអត្តពលដោយផ្ដាច់ទៅលើល្បឿនប្រតិកម្មចូលបងអូនចូលរួមសង្កេតការពិសោធន៍ជាមួយបានអ្នកគ្រូលោកគ្រូហើយគិតអំពីមូលហេតុថាតើបងអូនគិតថាលក្ខខណ្ឌមួយណាដែលប្រើរយៈពេលតិចជាងគេបំផុតហើយហេតុអ្វីនេះយើងមានកែវចំនួន3ដែលយើងដាក់កំហាប់អាស៊ីតក្លូរីតិក1អាំដូចគ្នាចំនួនកែវប៉ុន្តែយើងសង្កេតឃើញដុំពណ៌សខាងក្រោមនេះមានទំហំធំដុំមកជាម្សៅនេះគឺយើងបំបែកទំហំតូចតោះឥឡូវយើងសង្កេតមើលពិសោធន៍របស់គ្នានេះជាវីដេអូពិសោធន៍តោះបាទអញ្ចឹងយើងចាប់ដើមដាក់សម្បកលាសសម្បកងាវដែលមានទំហំធំចូលទៅក្នុងអាស៊ីតក្លូរីតិកនេះទំហំតិចយើងឃើញមានប្រតិកម្មតិចណាបែកជាពុះនេះមកជាម្សៅយើងដាក់ភ្លាមគឺយើងឃើញប្រតិកម្មលឿនភ្លាមបាទអញ្ចឹងតាមរយៈ3កែវនេះ
យើងឃើញថាចំពោះសម្បកលៀសដែលមានភាពជាម្សៅភាពម៉ត់គឺមានប្រតិកម្មរហ័សលឿនជាងសម្បកលៀសដែលមានក្របធំធំភាគល្អិតកាន់តែតូចមានន័យថាផ្ទៃប៉ះរបស់វាកាន់តែធំអូនយល់ចំណុចនេះទេភាគល្អិតកាន់តែតូចយើងមើលរូបបាទ animation ខាងក្រោមពណ៌ខៀវនេះគឺជាភាគល្អិតដែលនៅជាបណ្ដុំធំអញ្ចឹងនៅពេលដែលពណ៌ក្រហមធ្វើការប្រតិកម្មជាមួយអង្គធាតុពណ៌ក្រហមនេះគឺពណ៌ក្រហមនេះវាតង្កេចបានតែខាងទេតែនៅពេលដែលយើងបំបែកអង្គធាតុពណ៌ខៀវរបស់យើងជា5ដុំចំណែកចេះយើងឃើញថាសារធាតុពណ៌ក្រហមអាចប៉ះបានច្រើនទីតាំងនេះគេហៅថាភាគល្អិតកាន់តែតូចផ្ទៃប៉ះរបស់វាកាន់តែធំដែលងាយបណ្ដាលឲ្យរងទង្គិចប្រសិទ្ធដែលនាំឲ្យលឿនប្រតិកម្មរបស់យើងលឿនទៅតាមនោះដែរចំណុចនេះបងយល់ហើយណាឧទាហរណ៍ក្រោមទៀតរូបនេះពណ៌បៃតងនេះយើងឃើញថាវាអត់តន់បំបែកនៅពេលដែលវាបំបែកឃើញផ្ទៃពណ៌ក្រហមឃើញអង្គធាតុពណ៌ក្រហមនេះអាចប៉ះជាមួយនឹងពណ៌បៃតងបានស្ទើរតែគ្រប់ទីកន្លែងទាំងអស់អញ្ចឹងយើងវិលទៅវិញទៅពិសោធន៍មុនអំបញ្ញមិញយើងឃើញថាភាពម៉ត់ជាម្សៅគឺមានផ្ទៃប៉ះរវាងអង្គធាតុប្រតិករមានផ្ទៃប៉ះរវាងអាស៊ីតក្លូរីត្រិកនិងម្សៅរបស់យើងបានច្រើនអញ្ចឹងធ្វើឲ្យល្បឿនប្រតិកម្មរបស់យើងលឿនចំណុចនេះណាតោះយើងចូលដល់កត្តាកំហាប់តើកត្តាកំហាប់អង្គធាតុប្រតិករជាប្រព័ន្ធដូចទៅលើល្បឿនប្រតិកម្មយើងមានពិសោធន៍ខាងនេះសង្កេតនិងសាកល្បងទៅលើលក្ខខណ្ឌប្រតិកម្មក្រោមបាទនេះគឺជាអាស៊ីតក្លូរីត្រិកនេះគឺជាប្រភេទម៉ាញ៉េស្យូមបាទអញ្ចឹងយើងយកម៉ាញ៉េស្យូមដាក់ចូលទៅក្នុងអាស៊ីតក្លូរីត្រិកបងមើលវីដេអូពិសោធន៍នេះយើងសង្កេតឃើញមានប្រតិកម្មបងយល់ទេកែវទី1នេះគឺកំហាប់អាស៊ីតក្លូរីត្រិកយើង 0.1m កែវទី2នេះគឺកំហាប់អាស៊ីតក្លូរីត្រិកយើង 6m 6m មានន័យថាកំហាប់ធំ 0.1m មានន័យកំហាប់ទូចហើយយើងដាក់បន្ទះម៉ាញ៉េស្យូមដូចគ្នាដែលមានម៉ាស់ស្មើគ្នាទៅចូលទៅក្នុងអាស៊ីតក្លូរីត្រិករបស់យើងអញ្ចឹងយើងសង្កេតឃើញថាកែវដែលមានអាស៊ីតក្លូរីត្រិកកំហាប់ខ្ពស់គឺប្រតិកម្មលឿនងាយស្រួលយល់ណាអញ្ចឹងមានន័យថាកាលណាកំហាប់សូឌីយ៉ុងកាន់តែខ្ពស់នេះកែវទី2របស់យើងដែលតាំងដោយរូបភាព A នេះគឺកំហាប់ស៊ីក្លូរីត្រិក6និងបន្ទះម៉ាញ៉េស្យូមគឺវានៅពេលដែលយើងសង្កេតប្រតិកម្មយើងឃើញថាប្រតិកម្មវាលឿនដោយសារវាមានទំហំទង្គិចឬទំហំផ្ទៃប៉ះធំបាទទង្គិចប្រសិទ្ធគឺធំអញ្ចឹងនៅភាគល្អិតនៅក្នុងសូឌីយ៉ុងមានកាន់តែច្រើននៅក្នុងវិក្តាមីនភាគល្អិតក្នុងសូឌីយ៉ុងកាន់តែច្រើននាំឲ្យយើងមានទង្គិចប្រសិទ្ធមានកាន់តែច្រើនក្នុងវិក្តាពេលទង្គិចប្រសិទ្ធកាន់តែច្រើនធ្វើឲ្យល្បឿនប្រតិកម្មកាន់តែលឿនបាទតោះនេះចូលមើលលំហាត់ទាំងអស់គ្នាគេមានសមីការតុល្យការទឹកអុកស្តែនបូកអ៊ីយ៉ុងអ៊ីយ៉ូតបូកជាមួយនឹងអាស៊ីតនេះគឺហៅថាមជ្ឈដ្ឋានអាស៊ីតឲ្យផលបានជាចេះតើល្បឿនប្រតិកម្មកំណរឌីអ៊ីយ៉ូតកំណរឌីអ៊ីយ៉ូតអីវិញអូននេះអ៊ីដឺនេះល្បឿនប្រតិកម្មកំណរមានន័យថាកកើតមិនមែនជាកណាកំណរគឺកកើតចឹងល្បឿនប្រតិកម្មនៃការបង្កើតឌីអ៊ីយ៉ូតប្រែប្រួលដូចម្ដេចនៅពេលដែលអុកស៊ីតកម្មអ៊ីយ៉ុងអ៊ីដកដោយទឹកអុកសែនអញ្ចឹងចំណុចកកាលណាកំហាប់កាលណាគ្រូសំបីទៅកាលណាកំហាប់អ៊ីដកកើនឡើងនោះប្រតិកម្មយើងយ៉ាងម៉េចកាលណាកំហាប់ទឹកស៊ីសែនថយចុះកំហាប់យើងយ៉ាងម៉េចកាលណាគេបន្ថែមទឹកទៅក្នុងប្រតិកម្មតើល្បឿនយើងយ៉ាងម៉េចអញ្ចឹងយើងសិក្សាកត្តាដែលជះឥទ្ធិពលទៅលើប្រតិកម្មនេះជាចម្លើយសូមអភ័យទោសបាទបងប្អូននេះជាកិច្ចការផ្ទះរបស់យើងសូមបងប្អូន screen shot ចំណុចនេះដើម្បីធ្វើទាំងអស់គ្នាបាទចឹងសូមអរគុណចំពោះការតាមដាននៅវីដេអូនេះហើយក៏សូមអភ័យទោសរាល់ចំណុចខ្វះខាតនិង
បច្ចេកទេសការបង្រៀននិងការរៀនក៏ដូចជាការបញ្យល់ពីព្រោះមកពិសោធន៍លោកគ្រូហាក់ដូចជាមិនតាន់បានច្រើនហើយក៏សូមអភ័យទោសទៅដល់លោកគ្រូអ្នកគ្រូដែលមានមកពិសោធន៍ខ្ពស់សូមមេត្តាជួយរិះគន់ដើម្បីស្ថាបនាកែលម្អដើម្បីធ្វើឲ្យប្រព័ន្ធអប់រំរបស់យើងកាន់តែប្រសើរឡើងបាទសូមអរគុណ